ឃើញគាត់កាន់ប៉ែលកាន់អីជោគញ៉ៃញ៉ៃហ្នឹងគឺមិនមែនធ្វើសំឡងទេបងប្អូនគឺជាកន្លែងលក់ភីសាមួយដែលក្តៅកគុកខ្លាំងនៅខាងម្ដុំបាសាក់ឡែនបងប្អូនគឺភីសារបស់គាត់លក់មួយថ្ងៃ300ទៅ400ប្រអប់ដែលខ្ញុំបង្ហាញហ្នឹងបងប្អូនហើយសម្រាប់តម្លៃភីសារបស់គាត់តម្លៃតែ$5ទេបងប្អូនហើយបើនិយាយពីបទពិសោធន៍ក្នុងការប្រឡូកក្នុងវិស័យធ្វើភីសារបស់បងប្អូនម្ចាស់ហាងនេះវិញគឺមិនក្រោម15ឆ្នាំទេបងប្អូនគឺដោយសារតែគាត់ធ្លាប់ធ្វើជាបុគ្គលិករបស់ជនបរទេសម្នាក់នៅលក់តាំងពីកាលពីនៅសូយ៉ាម៉ូលបងប្អូនហើយក្រោយមកពីគាត់ចាប់ផ្ដើមចេះជំនាញចេះអីធ្វើភីសាក្នុងស្ទាត់ទៅគាត់ក៏បែកគំនិតបើកហាងខ្លួនឯងនៅម្ដុំភីសានៅខាងសូយ៉ាម៉ូលបងប្អូនហើយបន្ទាប់ក្រោយមកខាងនោះបិទរៀបចំបិទអីចឹងទៅគាត់ក៏ផ្លាស់ប្ដូរមកខាងបាសាក់ឡែននេះហើយមកដល់សប្តាហ៍នេះគឺគាត់បានបរិយាសាខាទៅមួយកន្លែងទៀតគឺគាត់លក់នៅខាងផ្សាររាត្រីខាងផ្សាររាត្រីខាងកោះនារីបងប្អូនហើយបើសិនជាមានពេលខ្ញុំនឹងទៅធ្វើវីដេអូ part 2ដែរសម្រាប់ភីសារបស់គាត់ហើយសម្រាប់ភីសារបស់គាត់នេះគឺឈ្មោះថា The Pizza Box បងប្អូនហើយការធ្វើរបស់គាត់គឺតែជំនាញខ្លាំងមែនទែនទឹកដៃការធ្វើរបស់គាត់នឹងមានអ្នកវាយម្សៅមានអ្នកដុតតែបងប្រុសដែលគាត់ម្ចាស់ហាងដែលគាត់ជំនាញជាងគេហ្នឹងគឺបងប្រុសដែលគាត់លាយគ្រឿងលាយអីហ្នឹងហើយគាត់មានអ្នកវាយម្សៅវាយអីចឹងហើយក៏មានអ្នកខ្ចប់មានអីចឹងទៅឃើញថាការរៀបចំហាងរបស់គាត់ហ្នឹងគឺតូចតាចធម្មតាទេបងប្អូនប៉ុន្តែនៅម្ដុំបាសាក់ឡែនហ្នឹងគឺកន្លែងគាត់លក់ដាច់ខ្លាំងជាងគេស្ទះផ្លូវហ្នឹងក៏ដោយសារតែហាងគាត់ដែរបងប្អូនដោយសារតែមាន Food Panda ខាងវ៉ៅណាវញ៉ាំ24គឺ delivery មកពេញមុខហាងរបស់គាត់នឹងស្ទះផ្លូវហ្នឹងបងប្អូនដោយសារតែគាត់លក់ដាច់ខ្លាំងជាងគេនៅម្ដុំហ្នឹងបើសម្រាប់រសជាតិភីសារបស់គាត់សម្រាប់ខ្ញុំគឺឆ្ងាញ់បងប្អូនឆ្ងាញ់ខ្លាំងហើយបងប្អូនបើមិនឆ្ងាញ់ក៏អត់មានភ្ញៀវគ្រប់ត្រខ្លាំងដល់ម្លឹងបងប្អូនទាំងការដឹកទាំងភ្ញៀវនៅក្នុងហាងរបស់គាត់ហ្នឹងគឺពេញហ្មងអត់មានកន្លែងអង្គុយទេហើយសម្បីតែខ្ញុំទៅនេះគឺកំងគាត់ក៏សុំគាត់ថតហើយក៏កាន់ចានឈរដែរអត់មានកៅអីអង្គុយចឹងណាបងប្អូនហើយគឺអ្នកវិចខ្ចប់វិញគឺញាប់ដៃញាប់ជើងហ្មងដោយសារតែនិយាយទៅចំណុចសំខាន់របស់ភីសាគឺនៅការលាយម្សៅឯងបងប្អូនការវាយម្សៅតែនឹងវាយម្សៅត្រូវគឺឆ្ងាញ់ហើយរួមផ្សំជាមួយនឹងការវាយគ្រឿងវាយអីរបស់គាត់ហើយនឹងបទពិសោធន៍ពេលវេលាក្នុងការដុតរបស់គាត់អីចឹងណាការកំណត់របស់គាត់ត្រឹមត្រូវនិយាយទៅអានេះវាជាការរៀនជាបទពិសោធន៍មួយដែលគាត់បានរៀនពេលដែលគាត់ធ្វើការជាមួយគេអញ្ចឹងណាបងប្អូនហើយនេះវាជាការលើកទឹកចិត្តមួយដែរសម្រាប់ចុងភៅឬមួយក៏អ្នកដែលគាត់ធ្វើការឲ្យគេអញ្ចឹងទៅគាត់ខំធ្វើខំយកចិត្តទុកដាក់អញ្ចឹងទៅនៅថ្ងៃណាមួយយើងមានសមត្ថភាពក្នុងការអាចចេញរកស៊ីខ្លួនឯងបានចេញមកដូចគាត់អញ្ចឹងទៅបងប្អូនគឺសប្តាហ៍ហ្នឹងគឺគាត់ជោគជ័យខ្លាំងមែនទែនហើយសម្រាប់នៅបាសាក់ឡែនវិញគឺដាច់ខ្លាំងមែនទែនឥឡូវហ្នឹងគាត់បរិយាទៅខាងផ្សាររាត្រីនៅខាងកោះនារីហ្នឹងទៀតក៏ដាច់ដែរសុកសៅរ៍អាទិត្យគឺបងប្អូនគាត់ទៅឈរជើងនៅខាងនោះគាត់ទុកឲ្យបងប្អូនគាត់នៅលក់នៅនេះអញ្ចឹងណាប៉ុន្តែនៅចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពហុនេះគឺគាត់នៅធ្វើផ្ទាល់ខ្លួនឯងអញ្ចឹងហើយឃើញថាទឹកដៃរបស់គាត់ในការវាយគ្រឿងในការធ្វើអីហ្នឹងគឺលឿនមែនទែនស្ទាត់ជំនាញហ្មងបងប្អូនវារយៈពេលមិនតិចឆ្នាំទេតាំងពីគាត់ធ្វើការឲ្យគេរហូតដល់គាត់បើកហាងតាំងនៅសូយ៉ាម៉ូលរហូតដល់គាត់មកខាងនេះរហូតដល់គាត់បរិចទាំងសាខាបានទៀតអញ្ចឹងណាអញ្ចឹងឲ្យធ្វើឲ្យភ្ញៀវគ្រប់ត្រខ្លាំងមែនទែនមើលតែភ្ញៀវគាត់ទៅដឹងបងប្អូនបាទហើយបន្ទាប់ពីចប់ពីភីសាហ្នឹងមកយើងក៏បំភ្លេចម៉ួយយើងដែរណាបាទនៅខាងបូរីតូយើងហ្នឹងបាទហ្នឹងហើយបន្ថែមជាមួយនឹងបូរីតូមួយទៀតម្នាក់មកកណាត់ទៀតហ្នឹងហើយដាក់បៀមួយកែវអញ្ចឹងណាមុនមកផ្ទះបាទហ្នឹងហើយបងប្អូនអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងដើម្បីចែកម្លែកអរគុណច្រើនបងប្អូនជំរាបលា